នៅពេលដែលយើងមានជំងឺទឹកនោមផ្អែមយើងកំពុងតែប្រើប្រាស់ថ្នាំជួយបញ្ចុះជាតិស្ករតែយើងគួរតែតមចំណីអាហារដែរអត់ចាជម្រាបសួរបងប្អូនទាំងគ្នាខ្ញុំឆេញហួរថ្ងៃនេះគឺនាងខ្ញុំមកចាត់រំលែកតតងទៅនឹងបងប្អូនដែលគាត់មានជំងឺចាទឹកនោមផ្អែមហើយគាត់កំពុងតែប្រើប្រាស់ថ្នាំតើគួរតមអាហារដែរអត់ពីព្រោះមានបងប្អូនជាច្រើនបានសួរមកកាន់នាងខ្ញុំថាហេតុអ្វីបានជាគាត់ចាញ៉ាំថ្នាំបញ្ចុះជាតិស្ករហើយជាតិស្ករនៅតែអត់ចុះតែមានអក្ខរនៃការធ្វើទុកហើយជាតិស្ករមានតែឡើងអញ្ចឹងចាអញ្ចឹងតតងជាមួយនឹងបងប្អូនដែលគាត់មានជំងឺទឹកនោមផ្អែមបងប្អូនត្រូវដឹងថាចាបងប្អូនញ៉ាំថ្នាំក៏ពិតមែនក៏ប៉ុន្តែសូមឲ្យបងប្អូនតមទៅលើចំណីអាហារមួយចំនួនផងថ្នាំមិនមែនឲ្យបងប្អូនតមទេក៏ប៉ុន្តែជំងឺបងប្អូនតម្រូវបងប្អូនតមអាហារព្រោះបើសិនជាពេលណាដែលបងប្អូនញ៉ាំថ្នាំពឹងផ្អែកទៅលើថ្នាំ 100% ហើយអត់តមអាហារអាងថាអូញ៉ាំថ្នាំបញ្ចុះជាតិស្ករហើយអ្វីក៏ញ៉ាំចាញ៉ាំអត់ឈប់មាត់ញ៉ាំស្ទើរតែគ្រប់ពេលវេលានោះជាតិស្ករអត់ចុះទេបងប្អូនគឺមានតែឡើងអ្នកមានជំងឺទឹកនោមផ្អែមពេលដែលញ៉ាំថ្នាំបញ្ចុះជាតិស្ករគឺចុះតិចតួចមែនទែនប៉ុន្តែបើសិនជាគាត់អត់តមអាហារវិញចាជាតិស្ករនឹងឡើងលើសពីជាតិស្ករដែលចុះនឹងថែមទៀតចាអញ្ចឹងបងប្អូនមិនអាចពឹងថ្នាំទាំងស្រុង 100% បានទេចាបងប្អូនត្រូវតែតមអាហារផងដែរបើសិនជាបងប្អូនចាចង់ឲ្យជាតិស្ករនឹងគឺចុះលឿនហើយអត់ពិបាកក្នុងខ្លួនអត់ធ្វើទុកខ្លួនឯងចាអញ្ចឹងអ្នកដែលមានជំងឺទឹកនោមផ្អែមចាអ្វីដែលបងប្អូនគួរដឹងគឺត្រូវតមទៅលើគ្រឿងកំប៉ុងចាបងប្អូនមួយចំនួនញ៉ាំថ្នាំបញ្ចុះជាតិស្ករក៏ពិតមែនប៉ុន្តែគាត់នៅតែបន្តញ៉ាំគ្រឿងកំប៉ុងអត់ចុះទេជាតិស្ករនឹងគឺមានតែឡើងថែមទី2គឺតាក់ទងជាមួយនឹងចំណីអាហារចាដូចជាបាយដែលបងប្អូនញ៉ាំគឺมันអាចកញ្ចិចកញ្ចប់បានទេញ៉ាំមានពេលវេលាចាអញ្ចឹងបើ3ពេលគឺដឹងតែ3ពេលអត់មានកញ្ចិចកញ្ចប់ទេកាលណាដែលបងប្អូនញ៉ាំកញ្ចិចកញ្ចប់ចាក៏ធ្វើឲ្យបងប្អូនឡើងជាតិស្ករដែរចាពីព្រោះបាយក៏មានជាតិស្ករដែរចាឬក៏តាក់ទងជាមួយនឹងចាដំឡូងពោតចាក៏មានជាតិកាបូអ៊ីនត្រាតដែរគឺមានជាតិស្ករដែរចាអញ្ចឹងនៅពេលដែលបងប្អូនញ៉ាំបាយហើយបងប្អូនទៅញ៉ាំដំឡូងបងប្អូនទៅញ៉ាំពោតថែមទៀតអាហ្នឹងហើយគឺបង្កើនជាតិស្ករនៅក្នុងឈាមបងប្អូនគឺកាន់តែឡើងនឹងហើយជាមូលហេតុដែលធ្វើឲ្យបងប្អូនអត់ចុះជាតិស្ករទេគឺមានតែឡើងថែមចាអញ្ចឹងបងប្អូនត្រូវដឹងបែបហ្នឹងចាហើយផ្លែឈើមួយចំនួនគឺដូចគ្នាចាដូចជាផ្លែស្វាយផ្លែទុរេនចាអាហ្នឹងក៏មានជាតិស្ករខ្លាំងផងដែរនៅពេលដែលបងប្អូនកំពុងតែញ៉ាំថ្នាំហើយបងប្អូនទៅញ៉ាំផ្លែឈើទាំងអស់ហ្នឹងទៀតជាតិស្ករមិនងាយក្នុងការចូលទេតែអាចនឹងកាន់តែឡើងថែមទៀតផងដូច្នេះបងប្អូនត្រូវដឹងអាហារមួយចំនួនគឺបងប្អូនមិនអាចចាតន់ញ៉ាំបានទេគួរតែកាត់បន្ថយយល់ល្អគឺតមតែម្ដងដើម្បីឲ្យបងប្អូនញ៉ាំថ្នាំបញ្ចុះជាតិស្ករទៅគឺចុះបានលឿនចាពីព្រោះបងប្អូនអត់បានតមទេបងប្អូនញ៉ាំយ៉ាងណាក៏ដោយជាតិស្ករហ្នឹងគឺចុះតិចមែនតែនប៉ុន្តែនឹងឡើងកាន់តែខ្លាំងហើយធ្វើទុកបងប្អូនគឺកាន់តែខ្លាំងកាលណាឡើងជាតិស្ករខ្លាំងចាប់ផ្ដើមធ្វើឲ្យចាយើងហ្នឹងគឺស្ពឹកទៅជាក្តៅកាហាយតាមបាតដៃបាតជើងពិបាកក្នុងការសម្រានអត់បានទេចាបងប្អូនមួយចំនួនគាត់ស្ទាបសាច់របស់គាត់ទៅគឺធម្មតាប៉ុន្តែគឺវាក្តៅពីខាងក្នុងដោយសារតែគាត់លើសស្ករខ្លាំងចាដូច្នេះបងប្អូនត្រូវទៅយកចិត្តទុកដាក់ទៅលើរបបចំណីអាហារចំពោះបងប្អូនដែលមានជំងឺទឹកនោមផ្អែមចាមកញ៉ាំមានកម្រិតមានបរិមាណត្រឹមត្រូវញ៉ាំឲ្យត្រូវពេលវេលាថែមទៀតចាអញ្ចឹងសូមបងប្អូនយកចិត្តទុកដាក់ទៅលើរបបចំណីអាហារបានមែនតើចំពោះបងប្អូនដែលគាត់មានជំងឺទឹកនោមផ្អែមចាហើយបើសិនជាបងប្អូនមានចង់ឲ្យមានសំណួរណាមួយអាច comment សួរនៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានហើយបងប្អូនកុំភ្លេចជួយ like និងជួយ share ចាវីដេអូរបស់នាងខ្ញុំម្នាក់មួយផងដើម្បីបងប្អូនទទួលបានការចែករំលែករបស់នាងខ្ញុំថ្មីចាអរគុណជួបគ្នានៅក្នុងវីដេអូក្រោយ